ប្រាសាទបុរាណមួយនេះគឺត្រូវបានអ្នកប្រវត្តិវិទូជាច្រើនបានចាត់ទុកថាជាប្រភពនៃការបង្កើតឲ្យមានឈ្មោះទឹកដីកម្ពុជាសពថ្ងៃបងប្អូនទាំងអស់គ្នាមានដឹងអត់ថានៅប្រាសាទបុរាណខ្មែរមួយនេះគឺមានសាលាចារឹកមួយដែលនិយាយអំពីសាច់រឿងរបស់ឥសីកំពូកនិងទេពអប្សរមេរាដែលវាទំនងជាប្រវត្តិនៃការហៅឈ្មោះប្រទេសកម្ពុជាសពថ្ងៃនេះនៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់និងដឹងពីប្រវត្តិខ្លះៗរបស់ប្រាសាទមួយដែលមានឈ្មោះថាប្រាសាទបក្សីចាំក្រុងប្រាសាទបក្សីចាំក្រុងមួយនេះមានរាងជាពីរ៉ាមីតហើយមានទីតាំងស្ថិតនៅជិតជើងភ្នំបាខែងនិងខ្លងទ្វារទន្លេអុំនៃរាជធានីអង្គរធំប្រាសាទនេះត្រូវបានកសាងឡើងក្នុងកំឡុងរជ្ជកាលព្រះបាទហសវរ្ម័នទី1ក្នុងសតវត្សទី10ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រទាំងពីររបស់ព្រះបាទយសោវរ្ម័នទី1ហើយប្រាសាទនេះត្រូវបានរៀបចំបន្តិចដល់ព្រះឥសូរសាជាថ្មីម្ដងទៀតក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ននៃពាក់កណ្ដាលសតវត្សទី10ផងដែរប្រាសាទបក្សីចាំក្រុងធ្លាប់មានកំពែងប៉ាត់ជុំវិញសាងអំពីឥដ្ឋលេឈើហើយមានរាងជាពីរ៉ាមីតដែលមានខឿន4ថ្នាក់ហើយមានកាំជណ្ដើរចតយ៉ាងខ្លាំងសម្រាប់ឡើងចុះចំនួន4បែរទៅរកទិសសំខាន់ទាំង4ចំណែកប្រាង្គតែមួយនៅខាងលើបង្អស់សាងពីឥដ្ឋដែលមានកម្ពស់ប្រហែល15ម៉ែត្រមានទ្វារបើកចំហមួយបែរទៅទិសខាងកើតនិងមានទ្វារ3ទៀតជាទ្វារបញ្ឆោតនៅឯទ្វារចំហនេះមានសាលាចារឹកដែលត្រូវបានចាស់ប្រាប់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្លះៗជាពិសេសអំពីការចុះចូលឡើងវិញនិងសាច់រឿងរបស់ឥសីកំពូកនិងទេពអប្សរមេរាដែលអ្នកទាំងពីរត្រូវបានអ្នកប្រវត្តិវិទូជាច្រើនចាត់ទុកថាជាអ្នកបង្កើតឲ្យមានឈ្មោះទឹកដីកម្ពុជានៅខាងក្នុងប្រាង្គរបស់ប្រាសាទនេះសប្តាហ៍ថ្ងៃយើងឃើញមានស្លាកស្នាមទម្រង់របស់ទេវរូបព្រះឥសូរនិងរូបព្រះបដិមាព្រះពុទ្ធទ្រង់បរិនិព្វានដែលប្រហែលជាត្រូវបានគេសាងសង់នាសម័យក្រោយៗមកទៀតតាកតងទៅនឹងឥសីកំពូកនិងមេរាមានរឿងព្រេងមួយបានដំណាលថាឥសីកំពូកគឺជាអ្នកគោរពបូជាដល់ព្រះឥសូរយ៉ាងខ្លាំងក្លាគាត់បានធ្វើឲ្យព្រះឥសូរពេញចិត្តបំផុតរហូតដល់ទ្រង់បានប្រទានស្រីសួរមួយរូបគឺនាងទេពអប្សរមេរាឲ្យចុះមកធ្វើជាគូក្រងហើយបំរើដល់ឥសីនោះឥតមានទិសអ្វីឡើយទីបំផុតការរំរស់របស់ពួកគេទាំងពីរបានផ្ដល់កំណើតឲ្យមានប្រជាជនកម្ពុជានិងទឹកដីកម្ពុជាតាំងពីព្រេងនាយមកចំពោះអត្ថន័យនៅក្នុងសិលាចារឹកបានរៀបរាប់អំពីព្រះនាមព្រះមហាក្សត្រខ្មែរដែលមានតាំងពីជំនិនបុរីអង្គរមកម្លេះដែលផ្ដើមដំបូងដោយព្រះបាទសុត្រវរ្ម័នព្រះបាទរន្ទ្រវរ្ម័ននិងព្រះបាទជ័យវរ្ម័នជាដើមដោយមានភ្ជាប់មកជាមួយនៅពាក្យគោរពនិងការសរសើរផ្សេងសិលាចារឹកនេះផងដែរបានបន្តទៀតថាព្រះបាទយសោវរ្ម័នដែលជាបុត្រស្ដេចឥន្ទ្រវរ្ម័នបានពង្រាយទឹកដីដ៏ធំធេងគឺមានព្រំប្រទល់ម្ខាងទល់នឹងសមុទ្រនិងម្ខាងទៀតទល់នឹងនគរចម្ប៉ានិងខាងជើងទល់នឹងនគរចិនហើយព្រះអង្គបានកសាងប្រាសាទកំពូល5និងជីកបារាយណ៍ដ៏ធំមួយត្រង់នេះត្រូវបានអ្នកសិក្សាគិតថាជាកំពូល5នៃប្រាសាទភ្នំបាខែងនិងបារាយណ៍យសោធរតាដាបុត្រារបស់ទ្រង់ចំនួន2អង្គដែលបានប្រសូតពីឧត្តរតែមួយបានសូវរីកសម្បត្តិបន្តបន្ទាប់គ្នាអនុជថ្លៃរបស់ព្រះអង្គមានព្រះនាមជ័យវរ្ម័នទី4បានស្ថាបនារាជធានីថ្មីដែលជាតំបន់នៃប្រាសាទកោះកេរបច្ចុប្បន្នហើយបានប្រកាសសូវរីកនៅទីនោះនៅចុងបញ្ចប់នៃសាលាចារឹកបានពិពណ៌នាពីស្ដេចរាជេន្ទ្រវរ្ម័នដោយភ្ជាប់ជាមួយនៅគុណលក្ខណៈសម្បត្តិនិងស្នាព្រះហស្ថរបស់ព្រះមហាក្សត្រអង្គនេះនៅតំបន់អង្គរនិងនៅខែបោះឆ្នាំ948ព្រះរាជាបានអភិសេកបដិមាមាសព្រះឥសូរដែលតម្កល់នៅក្នុងប្រាសាទនេះតែម្ដងហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមនៅក្នុងការចែករំលែកដើម្បីដឹងពីប្រវត្តិសាស្ត្រនៃប្រាសាទបក្សីចាំក្រុងនេះទាំងអស់គ្នាផងដែរ